អូខេសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការ set up ទៅលើ Linux server នៅលើ VirtualBox បាទអញ្ចឹងសម្រាប់វីដេអូនេះគឺត្រូវសម្រាប់បងឬក៏បងថ្មីដែលទើបតែចាប់ផ្ដើមដំបូងក្នុងការសិក្សាទៅលើ Linux server អញ្ចឹងសម្រាប់ដើម្បីយើងធ្វើការ set up បានបងប្អូនទី1ត្រូវមាន VirtualBox អញ្ចឹងយើងអាចធ្វើការ down នៅលើអ៊ីនធឺណិតបានតាមរយៈ website Oracle VirtualBox បាទអញ្ចឹងយើងអាចចូលបានទាំងអស់គឺបងប្អូនអាចចុចធ្វើការ get start ក្នុងការ download អញ្ចឹងបើសិនជាបងប្អូនប្រើ Windows យើងយក Windows ហោះនឹងមកយើងប្រើ Mac ឬក៏យើងប្រើ Linux distribute ហ្នឹងគឺតាមជាក់ស្ដែងណាអញ្ចឹងជាក់ស្ដែងយើងអាច down ជាលក្ខណៈ Windows ពេលយើងប្រើ Windows អញ្ចឹងណាអញ្ចឹងសម្រាប់ការតម្លើងគឺងាយដែរទេបងប្អូនអញ្ចឹងជំហានគឺបងប្អូនអាច follow តាមបានអញ្ចឹងមួយទៀតយើងអាចចូលទៅ down image របស់ Ubuntu បាទ Ubuntu អញ្ចឹងយើងប្រើ Ubuntu server អញ្ចឹងយើងអាចធ្វើការ download បានបងប្អូនតាមរយៈ Ubuntu 24.04.3 LTS មានន័យថា long term support អញ្ចឹងណាអញ្ចឹង recommend ឲ្យបងប្អូនយក last version យើងអាច down បានសម្រាប់image នេះគឺមានទំហំ 3G អញ្ចឹងសម្រាប់VirtualBox ដែលយើងបានធ្វើការ down នោះវិញគឺយើងអាចធ្វើការ double click ដើម្បីតម្លើងបានអញ្ចឹងយើងនិយាយធម្មតាមកបងប្អូននេះរសារខ្ញុំមានហើយម្ដងហើយអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញជា demo ដើម្បីបងប្អូនឃើញអញ្ចឹងណាមែនទែនទៅมันពិបាកទេវាងាយដែរអញ្ចឹងយើងគ្រាន់តែ next ធម្មតាទៅដោយសារខ្ញុំមានមួយហើយព្រោះអញ្ចឹងទៅមែនទែនបងប្អូនគ្រាន់តែ next OK គឺបានហើយចុងក្រោយណាយើងនឹងបានជា virtual machine មួយនៅលើ device របស់យើងនេះដែលយើងអាចឃើញជាលក្ខណៈមួយនេះបាទ Oracle VirtualBoxបាទអញ្ចឹងសម្រាប់បងប្អូនបន្ទាប់ពីបានធ្វើការ download image របស់ Ubuntu ហើយយើងអាចធ្វើការបើកទៅលើ Oracle VirtualBox នេះបានអញ្ចឹងសម្រាប់ការធ្វើគឺងាយបងប្អូនយើងគ្រាន់តែធ្វើការនេះចុច new នឹងមកបន្ទាប់មកគឺឈ្មោះបងប្អូនដាក់អីដាក់ទៅគឺស្រឡាញ់អញ្ចឹងណាអញ្ចឹងខ្ញុំដាក់ថាពន្លឺដាក់ថាពន្លឺ VB អញ្ចឹងអូខេអានេះគឺVM folder បងប្អូនចង់ដាក់ folder នេះគឺស្រឡាញ់យើងរើសតាម drive ឬក៏ storage ដែលបងប្អូនគិតថាវាទលាយល្អសម្រាប់យើងដាក់ចូលអញ្ចឹងខ្ញុំសូមបង្កើត folder មួយដាក់ថាUbuntu 11អញ្ចឹងចុះវាគ្រាន់តែជា sample ទេបងប្អូនដាក់ឈ្មោះតាមជាក់ស្ដែងដែលបងប្អូនចង់ដាក់ណាហើយសម្រាប់ OS នេះយើងយកជា Linux សម្រាប់ OS distribution នេះគឺយើងយកជា Ubuntu បាទសម្រាប់ OS version នេះគឺ Ubuntu 64អញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ base RAM នេះបងប្អូនអាចយកជា4096បាទហើយសម្រាប់ CPU យើងអាចយកជា2 core យើងកុំភ្លេច take កន្លែង use EFI នេះផងពីបងជាមួយនឹង design គឺតាមចំណង់ចំណូលចិត្តបងប្អូនដាក់100ចុះអញ្ចឹងបន្តមកយើងអាចធ្វើការ finish បានអញ្ចឹងបន្ទាប់ពីយើងធ្វើការ finish ហើយគឺបងប្អូនអាចចូលមកក្នុង setting យើងចូលមកកន្លែង storage កន្លែង controller IDE នេះអញ្ចឹងយើងអាច add image របស់Ubuntu បានដែលយើងបាន download ហើយមុនហ្នឹងណាអញ្ចឹងយើងអាចចូលទៅយក
image មួយនឹងដែលយើងទុកនៅកន្លែងនេះអញ្ចឹងខ្ញុំទុកនៅក្នុង drive D បាទអញ្ចឹងយើង open ធម្មតាមកយើង OK មកអញ្ចឹងបន្តមកទៀតគឺយើងអាចធ្វើការ start with GUI អញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ការតឡានេះគឺមិនពិបាកទេតែគាត់ថាវាធ្វើការពេលវេលាអញ្ចឹងទាមទារបងប្អូនមានការអត់ធ្មត់ខ្លះអញ្ចឹងណាអញ្ចឹងបន្តមកយើងអាចធ្វើការ enter បានអញ្ចឹងគឺយើងយក default ហ្នឹងបងប្អូនគឺ English អញ្ចឹងយើងអាចធ្វើការចុច key enter សម្រាប់ចំណុចនេះគឺយើងធ្វើការ enter ទៀតយើងទុក default ប៉ុណ្ណឹងបាទគឺយើងដាំរហូតអញ្ចឹងគឺយើងយកអាទី1ត្រូវហើយយកបន្ទូ server បងប្អូនអញ្ចឹងយើងអត់មានកន្លែងណាត្រូវកែទេយើង enter មកដើម្បីបន្តទៅមុខទៀតសម្រាប់ចំណុចនេះគឺដូចគ្នា network configuration គឺយើងរក្សាទុក default ដែរតោះមកយើង enter មកអញ្ចឹងសម្រាប់ proxy address គឺយើងអត់មានទេអញ្ចឹងយើងអាចបន្តទៅមុខបានដោយប្រើ key enter ដានអញ្ចឹងទៅលើចំណុចនេះយើងធ្វើការរងចាំបាទដោយសារគាត់កំពុងដើរអញ្ចឹងយើងអត់មានអីក្រៅពីធ្វើការរងចាំទេបងប្អូនអាចធ្វើអីលេងសិនទៅឬក៏អាចខាវីដេអូនេះក៏បានដែរដោយសារអីវាធ្វើការពេលវេលាខ្លះដែរហើយសម្រាប់វីដេអូនេះខ្ញុំអត់បានធ្វើការ skip ទេបងប្អូនគឺទៅទាំងដុលហ្មងអញ្ចឹងណាចង់ឲ្យបងប្អូនឃើញចំណុចដែលគិតថាវាលម្អិតអញ្ចឹងណាសម្រាប់បងប្អូនដែលអត់ធ្លាប់តឡើងគឺវានឹងយូរតែសម្រាប់ខាងខ្ញុំនេះខ្ញុំធ្លាប់តឡើងអញ្ចឹងមិនជាយូរណាស់មែនទេអញ្ចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីនឹងហើយយើងអាចធ្វើការចុចenter បន្តទៀតអញ្ចឹងសម្រាប់ចំណុចមួយនេះencrypt the LVM នេះជាទូទៅគឺបងប្អូនបើកអញ្ចេះអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនគឺចុចដកចោលយើងប្រើគេថា space ដើម្បីដកណាបងប្អូនបើយើងអត់ដកទេគឺថាវាពិបាកនាំញ៉ៃដល់យើងអញ្ចឹងគួរតែដកចោលទៅបន្តមកយើងចុច tab ដើម្បីបន្តមកក្រុមទៀតគឺមកដល់កន្លែងដាននេះអញ្ចឹងយើង enter មកដើម្បីបន្តទៅមុខអញ្ចឹងចំណុចនេះគឺយើង keep វាជា default យើងធ្វើការ enter ទៀតយើងប្រើ arrow key យើងយក continue 9កន្លែងនេះអញ្ចឹងយើងធ្វើការ enter បន្តទៀតទៅគឺដូចខ្ញុំបានជំរាបជូនបងប្អូនអញ្ចឹងគឺស្រួលទេអញ្ចឹងកន្លែងនេះយើងអាចដាក់ឈ្មោះយើងបានកន្លែង your name នេះដាក់ថា VB ចុះបាទហើយយើងអាច tab មួយទៀតដើម្បីដាក់ឈ្មោះ server អញ្ចឹងខ្ញុំដាក់ថាគុនលឺ_server ហើយកន្លែង page username នេះគឺដូចគ្នាដែរដាក់ឈ្មោះយើងធម្មតាទៅគុនលឺ VB បន្តមក password មកស្រឡាញ់បងប្អូនដាក់អីដាក់ទៅណាអញ្ចឹងបន្តមកទៀតយើងអាច tab ដើម្បីធ្វើការដានទៅមុខទៀតយើង check មើលថាអូខេហើយគឺយើងអាចធ្វើការបន្តទៅមុខបានចុច key enter ទៀតអញ្ចឹងណាហើយសម្រាប់ចំណុចនេះគឺយើង keep ជា default អញ្ចឹងយើង enter បន្តទៀតដើម្បីធ្វើការ continue អញ្ចឹងចំណុចនេះគឺបងប្អូនអាចធ្វើការចុច space មួយដើម្បីធ្វើការ take កន្លែងនេះបាទ install OpenSH server អញ្ចឹងណាបន្តមកយើង tab រហូតដល់ដាននេះដាននេះនៅពេលដែល cursor លោតនៅកន្លែងនេះយើងអាចធ្វើការ enter បន្តទៅមុខទៀតបានអញ្ចឹងចំណុចនេះគឺដូចគ្នាដែរយើងអាចនេះបើសិនជាយើងចុចមកដល់ back នេះហើយ tab មកដល់ back នេះណាបងប្អូន visual ដែរអញ្ចឹងយើងអាចចុច arrow key ដើម្បីឡើងទៅលើវិញបន្តមកយើងធ្វើការ enter មកអញ្ចឹងសម្រាប់ការ installing system គឺយើងត្រូវការរងចាំបងប្អូនត្រូវការពេលវេលាណាដើម្បី system គាត់ធ្វើការ install
នៅលើ device របស់យើងអញ្ចឹងបងប្អូនមើលកន្លែង line ទី2រាប់ពីក្រោមឡើងមកលើគឺគេដាក់ថា installing missing package ឃើញមានលក្ខណៈដូចជា cursor កំពុងវិលបងប្អូនអញ្ចឹងយើងអាចធ្វើការរងចាំរហូតដល់ការ install គឺទទួលបានជោគជ័យអញ្ចឹងណាអូខេអញ្ចឹងដើម្បីកុំឲ្យនីតិដើរវែងពេកខ្ញុំសូមធ្វើការ stop វីដេអូនេះសិននៅពេលដែលការតម្លើងជោគជ័យខ្ញុំនឹងធ្វើការបង្ហាញបងប្អូនបន្តទៀតអញ្ចឹងណាព្រោះចំណុចនេះមិនមានអីសំខាន់ទេយើងគ្រាន់តែទុករហូតដល់ការតម្លើងបានជោគជ័យអញ្ចឹងណាចំណុចគឺមានតែប៉ុណ្្នឹងឯងបងប្អូនមិនមានអីច្រើនទេអូខេអញ្ចឹងបន្ទាប់ពីបានធ្វើការ install complete មកគឺយើងនឹងឃើញអក្សរនៅខាងលើដាក់ថា installation complete ហើយនៅខាងក្រោមនេះគឺមានប៊ូតុង2ណាបងប្អូនគឺប៊ូតុងមួយគឺ view full lock ហើយមួយទៀតគឺ reboot now អញ្ចឹងណាអញ្ចឹងយើងអាចយកធ្វើការ reboot ហ្មងទៅ reboot now ទៅអញ្ចឹងយើងអាចធ្វើការ enter បានដើម្បីធ្វើការ rebootអូខេអញ្ចឹងយើងអាចធ្វើការវាយទៅលើអានេះយើងអាចធ្វើការ login ទៅលើ server របស់យើងអញ្ចឹង user ដែលយើងបានបង្កើតមុនហ្នឹងគឺឈ្មោះថាពន្លឺ VB អូខេតោះមកយើងធ្វើការ enter ហើយ password យើងដាក់ដូចជា gray មួយអូខេអញ្ចឹងបន្តមកយើងអាចបងប្អូនអាចធ្វើការវាយ comment តាមខ្ញុំបានដាក់ថា who me តមក pwd បាទអញ្ចឹងគឺបងប្អូនអាចធ្វើការ update បានអញ្ចឹងយើងធ្វើការរងចាំតិចសិនទៅឲ្យគាត់ដើរឲ្យចប់សិនយើងនឹងធ្វើការ updateអូខេអញ្ចឹងយើងអាចធ្វើការវាយពាក្យថាsudo apt update sudo apt update ហើយយើងធ្វើការ hit enter មក password បងប្អូនបន្តមកទៀតយើងធ្វើការ upgrade ម្ដងyes
cái chẳng xem em ca tà lãng cứ vì tập bản năng bốn chẳng nằm bây butler mi ven chẳng nằm bây butler xem em Linux mi bán bạn cứ dừng ai phở của mình muối cho thế sudo sát đỏ nếu dừng thì đến thơ máu bà chẳng xem em ca tà lãng Linux server bong bồn cứ miền tập bản năng chẳng bong bồn ai thưa ca nó còn tam bán chẳng chúng po ai bong bồn ban chụp chạy ngọc ní tờ ca hiện tờ Linux ní but just stay សម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបនៅក្នុងការ config ASX សម្រាប់ការ config ASX នោះមានន័យថាយើងអាចធ្វើការ remote ចូលក្នុង server បានដោយការដែលយើងប្រើម៉ាស៊ីនផ្សេងអញ្ចឹងណាដូចជា Windows ជាដើមអញ្ចឹងដើម្បីធ្វើបានទី1យើងអាចធ្វើការ update ទៅលើ Ubuntu សិនទៅអញ្ចឹងយើងអាចប្រើ command ថា sudo update em chẳng dương ai con update chụp xin tới khi chẳng bắt đầu bị update chụp hơi hướng này thử thua đó cứ dân phải comment thế sudo app install open sh đó server chân dân cho bạn thử cái install sh cho máu rồi bị 10 chân dương như vậy mà chân bắt đầu mà tiết dương thử ca start teller switch sh nướng đòi dương phải comment theo sudo system control enable sh vậy mỗi tiếng nướng cứ được như đấy dương đang start sh một chẳng rồi giờ anh check mờ status đó bạn start hay nữa status sh chẳng khơi nào bạn active ấy và running chẳng ở mỗi tiết dương cô tại thư ca butler firewall đi kia chỉ viên ca thư ca ở remote mà auto chứ chẳng như vừa mình thấy sudo ufw disable chẳng cứ firewall stop ấy chẳng giờ anh check mở bán ta người bán stop hay nơi chẳng sudo ufw status tại chẳng cái này inactive chẳng đầm bay theo ca thì một bán để một khi thử score lại IP bo server nè chẳng dương ai recommend theo IPA chẳng này hay dương enter tới chẳng sự mẹ IP nó cứ nè cái lại inet nè khăn khổ một rồi cao phí một rồi không mấy một rồi đop cho một rồi một phim buồn chẳng dương ai theo ca ba thường mà nó được có comment prom thôi mà đa chẳng này chẳng dương thử vào comment sh và tôi báo mua server bao nhiêu này VB anh ấy cứ bông bông thấy chém đấy mua server luôn này để dừng trong remote show lần thì và tôi báo s hay năng IP rồi copy rồi học bối
110.129 thìយើង enter ទៅហើយនឹង password របស់ server ដែលយើងចុះ remote ចូលហ្នឹងអញ្ចឹងតែប៉ុណ្្នឹងគឺយើងអាចចូលបានអញ្ចឹងយើង check មើលតើយើងនៅគេបាទគឺពន្លឺ VB ហើយចូលនៅ directory មួយណា current directory បាទអញ្ចឹងសម្រាប់ការ remote ចូលមកក្នុង server គឺមានប៉ុណ្្នឹងឯងអញ្ចឹងវីដេអូនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្្នឹងបាទសម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបក្នុងការ set hostname របស់ server របស់យើងអញ្ចឹងសម្រាប់ដំបូងយើងអាច check មើលតើ hostname យើងបច្ចុប្បន្ននេះគឺឈ្មោះគេអញ្ចឹងយើងប្រើ comment ថា hostname ធម្មតាអញ្ចឹងទៅអញ្ចឹងគឺឈ្មោះថា Ubuntu ឬក៏ hostname CTL ដូចគ្នាអញ្ចឹងកន្លែង static hostname គឺ Ubuntu ដូចគ្នាអញ្ចឹងដើម្បីធ្វើការ set hostname ថ្មីយើងប្រើ comment ថា sudo host name CTL ហើយយើង set hostname ថ្មី hostname ឈ្មោះថា Citrix អញ្ចឹងដូរទៅឈ្មោះថា Citrix យើង enter បានអញ្ចឹងមួយទៀតដើម្បីធ្វើបន្តទៀតយើងត្រូវប្រើ comment ថា sudo nano etc/host អញ្ចឹងយើងត្រូវបដូរកន្លែងនេះទៅឈ្មោះhostname ថ្មីដែលយើងចង់បានអញ្ចឹងឈ្មោះថា Citrix បន្តមកយើង Ctrl X ហើយយើងវាយមកដើម្បី save ធ្វើបានអញ្ចឹងដើម្បី check ថា hostname យើងបានបដូរហើយនៅយើងអាចប្រើ comment ដូចដំបូងអញ្ចឹងវាយពាក្យថា host name ចឹងមកបាទ Citrix ហើយនឹង hostname CTL អញ្ចឹងវាបានបដូរអញ្ចឹងដើម្បីដឹងថាវាបដូរប៉ុណ្ណមែនយើងអាចធ្វើការ reboot វាមួយសិនទៅចឹងយើងអាចសារ log ចូលសារថ្មីបានដើម្បីយើងធ្វើការ verify តើវាបានដូរទៅឈ្មោះ hostname ថ្មីហើយនៅអញ្ចឹងយើង log ចូលទៅក្នុង server របស់យើងមកដើម្បី clear លឿនយើងអាចចុច Ctrl L បានអញ្ចឹងយើងអាចsearch ថា hostname បាទគឺបានបដូរឬក៏ hostname CTL អញ្ចឹងហើយមួយទៀតហ្នឹងយើងអាច check comment ថា sudo nano /etc/host អញ្ចឹងគឺបានបដូរទៅឈ្មោះថា Citrix កន្លែងនេះបាទកន្លែង key ដែលខ្ញុំអង្គលនេះអញ្ចឹងឃើញថាដូរបានជោគជ័យអញ្ចឹងសម្រាប់វីដេអូក្នុងការធ្វើការ change ទៅ hostname នេះគឺមានតែប៉ុណ្្នឹងអរគុណច្រើនសួស្តីអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញពី basic command មួយចំនួនសម្រាប់ Ubuntu server អញ្ចឹងជាដំបូងយើងអាច login ចូលទៅក្នុង Ubuntu server របស់យើងបានអញ្ចឹងយើងដាក់ password របស់យើងតខ្លួនមកអញ្ចឹងយើងអាច check មើល user បាន who am I បាទហើយយើងទៅកាន់ present working directory យើងវាយពាក្យថា pwd យើងមកអញ្ចឹងទីមួយខ្ញុំចង់បរៀនទៅលើការបង្កើត file អញ្ចឹងបងប្អូនត្រូវប្រើ command មួយពាក្យថា type នេះគឺយើងប្រើដើម្បីធ្វើការបង្កើត file ហើយនឹងឈ្មោះ file ដែលយើងចង់ដាក់អញ្ចឹងខ្ញុំសូមបង្កើត file text មួយដែលមានឈ្មោះថា
file name ត txt អញ្ចឹងយើង enter ទៅអញ្ចឹងយើងអាច check មើលតើមាន file នឹងបង្កើតហើយនៅយើងប្រើ comment ថា ls អញ្ចឹងគឺមានហើយសម្រាប់ comment យើងអាចវាយថា ls/ .h អាហ្នឹងគឺយើងអាចមើលបានលក្ខណៈបែបនេះឬក៏មើលជាលក្ខណៈថាឲ្យច្បាស់សម្រាប់ comment ហ្មងយើងវាយដូចគ្នាប៉ុន្តែយើងបន្ថែម h នេះចុងបន្ទុយបាទអញ្ចឹងយើងប្រើមួយណាក៏បានដែរអាស្រ័យលើយើងថាមួយណាស្រួលមើលជាងអញ្ចឹងដើម្បីយើងទៅសេជាលក្ខណៈតិចចូលទៅក្នុង file របស់យើងបានយើងអាចសេថា echo ហើយនេះគឺហើយដែលយើងចង់ទៅសេអញ្ចឹងយើងប្រើ single quote សេថាទីហោថា hello world ចឹងមកអញ្ចឹងគឺបានដូចគ្នាតែអត់បាន save គ្រាន់តែយើងបានទៅ save យើង output ដើម្បីឲ្យឃើញអញ្ចឹងណាតែសម្រាប់នៅក្នុង file ហ្នឹងគឺអត់មាន text ដែលយើងទៅ save ថា hello world ហ្នឹងយើងអាច check មើលបានតាមរយៈ comment ឈ្មោះថា cat ហើយនឹង file ដែលរបស់យើង enter ទៅគឺអត់មានទេបាទអញ្ចឹងដើម្បីយើងអាចធ្វើការsave file នឹងចូលទៅក្នុង save អា text នេះចូលទៅក្នុង file យើងបានយើងអាចដាក់លក្ខណៈជាសញ្ញាចេះហើយនឹងឈ្មោះ file បាទអញ្ចឹង enter ទៅយើងអាច check មើលម្ដងទៀតបានអញ្ចឹងគឺមានហើយបើសិនជាវិធីមួយទៀតយើងអាចលក្ខណៈថាប្រើ comment ឥឡូវខ្ញុំសុំលុបវាចោលសិនដើម្បីលុបយើងប្រើ comment rm គឺ remove នេះហើយនឹង file name របស់យើងអញ្ចឹងយើងអាច check មើលអញ្ចឹងអត់មានទៀតទេសម្រាប់file ដែលយើងបានបង្កើតហ្នឹងខ្ញុំសុំបង្កើត file ថ្មី clear ចោលមួយសិនស្រួលមើលបន្តិចអញ្ចឹងយើងបង្កើត file យើងប្រើ comment ឈ្មោះថា type ដែរហើយនឹងឈ្មោះ file អញ្ចឹងដាក់អីដាក់ទៅតាមការតេស្តរបស់យើងហើយយើងត្រូវប្រើ command មួយឈ្មោះថា nano ហើយនឹងឈ្មោះ file name របស់យើងបាទអញ្ចឹងអីដែលយើងចង់ទៅសេបានធម្មតាhello និយាយទៅអាស្រ័យលើបងប្អូនតាមតែមើលការជាក់ស្ដែងអញ្ចឹងណា hello world my name ពុនលើអញ្ចឹងទៅ student ctech ទីហោអញ្ចឹងដើម្បី save យើងប្រើ control x ណាបងប្អូន control x បន្តមកយើង yesសុំ clear ចោលអញ្ចឹងយើងអាច check មើលបានអីដែលមាននៅក្នុង file មួយហ្នឹងណាអញ្ចឹង cat file name អញ្ចឹងមកគឺបងប្អូនឃើញហើយអីដែលយើងបានទៅ save មុនហ្នឹងបងប្អូនអញ្ចឹងងាយទេសម្រាប់ basic comment នេះណាហើយដូចបានបង្ហាញមិញអញ្ចឹងបើសិនជាយើងចង់ធ្វើការលុបគឺលុបបានដូចគ្នាអញ្ចឹងដើម្បីលុបទៅលើ file ហ្នឹងបានគឺដូចបង្ហាញបងប្អូនមិញអញ្ចឹងគឺ rm អញ្ចឹងមកអាហ្នឹងគឺ remove ហើយនឹង file name គឺយើង remove បានបាទអញ្ចឹងមួយទៀតបើសិនជាយើងចង់លុបឲ្យមានការ alert ជា mistake ណាឥឡូវខ្ញុំសូមបង្កើត file ឈ្មោះថ្មីទៅមួយទៀតជាទីហោបងប្អូនមិនលុបចោលបាត់ហើយ t អញ្ចឹងយើងដើម្បីលុបយើងប្រើ rm តមកដក v យើងមកហើយនឹងឈ្មោះ file របស់យើងអញ្ចឹងនឹងមានការ alert ប្រាប់ថា file មួយនេះគឺបានធ្វើការ remove បាត់ហើយបាទអញ្ចឹងសម្រាប់ comment មួយទៀតគឺយើងប្រើដើម្បីធ្វើការបង្កើត folder អញ្ចឹងយើងប្រើថា mkdir making directory
គេដែរចឹងបងប្អូនចង់ដាក់ឈ្មោះអីឈ្មោះទៅឧទាហរណ៍ខ្ញុំថា folder name បាទយើង enter មកចឹងគឺមាន folder មួយចឹងដើម្បីចូលទៅក្នុង folder នឹងបានយើងប្រើយើងអាចបែបថា cd ហើយនឹង folder name ចឹងមកគឺចូលបានហើយទៅក្នុង folder មួយហ្នឹងហើយបើសិនជាយើងចង់ត្រឡប់មកវិញយើងប្រើវាថា cd មកក្នុងកន្លែងដើមវិញបាទឬក៏ cd ដកចុចចឹងមកអានេះគឺចូល home ចឹងដើម្បីធ្វើការលុប file ហ្នឹងគឺយើងអាចប្រើ comment ដូចគ្នាគឺ remove directory យើងប្រើថា rm direct rm die ហើយនឹងឈ្មោះ folder របស់យើងយើង enter មកចឹងគឺបានលុបបាត់ហើយសម្រាប់ folder មិញមួយទៀតបើសិនជាយើងចង់ធ្វើការសរសេរបង្កើត folder ហើយយើងសរសេរយកហ្មងគឺយើងអាចប្រើ comment មួយឈ្មោះថា nano ហើយនឹងឈ្មោះ file របស់យើងបងប្អូនទីហោថា file name.txt អញ្ចឹងណាអញ្ចឹងយើង enter មកអញ្ចឹងយើងអាចសរសេរបាន hello world អញ្ចឹងមក I am ពុនលើ student at C តិចទីហោអញ្ចឹងខ្ញុំធ្វើការ control x ហើយ y ខ្ញុំសូមធ្វើការ clear សួរមើលបន្តិចអញ្ចឹងដើម្បីបង្ហាញអីដែលយើងបានសរសេរទៅក្នុង file មិញយើងសរសេរធម្មតាបងប្អូនឥឡូវសុំ ls ដើម្បីបង្ហាញឈ្មោះ file អញ្ចឹងយើង create file name អញ្ចឹងមកគឺឃើញបងប្អូនអញ្ចឹងគឺវាលឿនជាងយើង type ឈ្មោះ file ហើយបានយើងធ្វើការ nano តាមក្រោយអញ្ចឹងយើងអាច nano ហើយគឺឈ្មោះ file យកហ្មងបង្កើតភ្លាមសរសេរភ្លាមហ្មងអញ្ចឹងមួយទៀតយើងអាចធ្វើការ copy បាទ copy ជា file ចូលទៅក្នុង folder អញ្ចឹង folder អត់មាននេះខ្ញុំសូមបង្កើត mk ដែល folder name សូមដាក់ឈ្មោះអញ្ចឹងយើងប្រើ comment ថា cp ហ្នឹងគឺ copy folder name ទៅក្នុង folder ឈ្មោះថា folder name អញ្ចឹងយើង enter មកអញ្ចឹងយើងអាចចូលទៅក្នុង folder name ls នឹងឃើញមានឈ្មោះ file មួយដែលយើងបាន copy ចូលបងប្អូនអញ្ចឹងមួយទៀតគឺរបៀបនៅក្នុងការ rename ទៅលើឈ្មោះ file អញ្ចឹងដើម្បី rename បានគឺយើងប្រើ comment ឈ្មោះថា mv ហ្នឹងគឺយើងធ្វើការ rename អញ្ចឹងឈ្មោះ file ដើមសូមដាក់ឈ្មោះថា av2.6.txt គឺទុយ file គឺត្រូវដូចគ្នាអញ្ចឹងយើង enter មកអញ្ចឹងយើង ls មើលបានអញ្ចឹងសម្រាប់ file name គឺយើងបានបដូរឲ្យពីឈ្មោះថា file name.txt មក av2.6.txt ជាមួយទៀតយើងអាចធ្វើការ backup file ឡើងបានដូចគ្នាដែរដើម្បី backup គឺយើងប្រើ comment ដែលមានឈ្មោះថា cp តារាដាក់ឈ្មោះថា av2.6 .txt ហើយនឹងav2.6
6.tt ដែរតែយើងប្រើពេលថា back បន្ទុយ backup អញ្ចឹងណាអញ្ចឹងយើង enter មកអញ្ចឹងយើងអាច check តើមាន file មែនអញ្ចឹងគឺមានfolder name មួយ avp.6 ហ្នឹងហើយនឹងបន្ទុយ back នឹងមួយទៀតអញ្ចឹងបើសិនជាទីឲ្យយើងចង់លុបrm avp អញ្ចឹងយើងអាច link មើលម្ដងទៀតបានអញ្ចឹងគឺនៅសល់2គឺនៅបន្ទុយ backup ហើយបើសិនជាយើងចង់លុបឲ្យមានជាការ alert គឺលក្ខណៈដូចមុនអញ្ចឹងគឺ rm ហើយនឹងឈ្មោះ file របស់យើងយើងត្រូវប្រើថា .v ហើយនឹងឈ្មោះ file ជាមិនត្រូវណាមានធ្វើមកអញ្ចឹងគឺបាន remove បាត់ហើយយើងអាច click មើលបានមួយទៀតយើងធ្វើការ remove ទៅលើ folder អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសូមបង្កើត file មួយចេះមក touch file name.txt go ទៅក្នុង file name ហើយដាក់ថា hello world ជាឧទាហរណ៍អញ្ចឹងខ្ញុំសូមធ្វើការ copy ច្រឡំធ្វើការ move ធ្វើការ copy cp ណាគឺ file ហ្នឹងទៅក្នុងfolder ដែលមានឈ្មោះថា folder name អញ្ចឹងយើង cd ចូលទៅក្នុង folder មួយហ្នឹងទៅគឺមាន file ហ្នឹងហើយអញ្ចឹងមួយទៀតយើងនឹងធ្វើការ remove ទៅលើ folder ហ្នឹងចោលដោយមាន file មួយនៅក្នុងហ្នឹងហើយមានជាតិចដែលយើងបាន save មុនហ្នឹងអញ្ចឹងយើងប្រើឯកសារលបងថា mk die remove directory ហើយនឹងឈ្មោះ folder របស់យើងអញ្ចឹងគឺវាដាក់ fail to remove គឺយើង remove អត់ទៅទេបងប្អូនបើសិនជាវាមានជា folder ហើយមានជា data នៅក្នុង file ដែលមាននៅក្នុង folder ហ្នឹងណាអញ្ចឹងយើងឯកសារមួយទៀតថា rm ហើយនឹង folder name អញ្ចឹងគឺ remove អត់ទៅដូចគ្នាអញ្ចឹងដើម្បីឥឡូវមួយទៀតក៏បានដែរយើងអាចដាក់ថា mk die .v ហើយ .v .vo ហើយនឹងឈ្មោះ folder អញ្ចឹងគឺទៅដូចគ្នាអញ្ចឹងយើងមាន comment មួយដើម្បីធ្វើការ delete បានទាំងអស់ទោះមាន data ក៏ដោយយើង say ថា mo .vo ហើយនឹងឈ្មោះ folder អញ្ចឹង folder នេះគឺត្រូវបាន remove ហើយសម្រាប់ file ដែលមាននៅក្នុង folder ហ្នឹងក៏បាន remove ដូចគ្នាយើងអាច link មើលបានគឺអត់មានអីទាំងអស់ខ្ញុំបាន check មើលមិញថាវាមាននេះដែរអត់ file នៅក្រៅមួយដែរអញ្ចឹងណាព្រោះណាឥឡូវហ្នឹងឃើញមាន file មួយ hello world អញ្ចឹងដើម្បីលុបគឺដូចគ្នាយើងអាច rm vr ហើយនឹង file អញ្ចឹងគឺបានលុបបាត់ហើយបាទអញ្ចឹងដើម្បីលុបគឺប៉ុណ្្នឹងឯងអញ្ចឹងជាទូទៅបើសិនជាយើងលុបអត់ទៅយើងប្រើ vr ឬក៏ vrx ទៅ rm ណាមិនថា file ក៏ដោយ folder ក៏ដោយបើសិនជាមាន data គឺយើងធ្វើអញ្ចឹងទៅគឺលុបទៅហើយអញ្ចឹងវិធីលុបគឺមានប៉ុណ្្នឹងជាមួយទៀតខ្ញុំបង្ហាញ comment ទៅលើការ check ទៅលើ hardware ណាអ
Và dương bài châu tối cứ dương ai phở comment làm mấy thôi cái check mơ bán chẳng thì muối cứ check tờ si ví dụ dương lấy si ví dụ không mà đa trong mắt cứ khơi miền này chẳng nhom phở si ví dụ cho nó phí chứ muối tiết làm mấy check mơ tờ process tại mà sân muối nâng bang bên đấy là dương anh bài việt thế top comment mua top chẳng cứ load màu cứ process ấy đi cứ miền mà sân dương tại ca tờ lợi khác cứ bên nâng bạc hàng chứ này chẳng xong clear cho chẳng ở môi tiết và sân chỉ bóng ôn chẳng gì theo mình nước bia theo cả nè chưa comment anh son bóng và sân chỉ dương trong kênh interface bên color bên class dương ai per cam thi muối chúng ta ai thọc trứng đầm bay thư ca tờ làng bán dương ai thư ca tờ làng tam dạng comment chúng ta sudo app in install a top chúng dương ai sẽ enter những password đã cho má chẳng đầm bay cho tới per bán nhưng vay comment chúng ta a top đó cứ dương ai per ban chẳng cứ bên color bên a số mờ chẳng hạn chương dương per a top mình chẳng sự mẹ và tờ lơ a để percent lơ thì vài bao giờ cứ bên nằm vào hàng rồi chẳng xong chạy trên nhập ai đọc chẳng đừng bay theo ca thì mua ở tờ lơ cam thi chúng ta top nâng bán nhưng ai thua ca và comment mua chúng ta sudo f remove a top chẳng dương dễ mất chẳng sự việc cam thi với những cái thợ bán remove trên pi Linux bao nhiêu từ server bao nhiêu chứ những ai thấy cái update mua và thêm bán chẳng ở mỗi tiết đầm bay check motor RAM bao giờ những ai comment mua tha free tái đầm bay xuống mới cứ dân ai thưa cá hay đọc clip hay dân vợ ấy trong mắt cứ khơi nhỉ RAM dân viên của mình chi chẳng hết nè đại viên free viên của mình ấy mến cứ dân mơ nên thằng bạn hay mỗi tiết dân ai check motor đi chẳng còn đôi khi ta còn hay đầm bay dương xuống mới dương đọc clip của ấy trong mắt cứ xuống mơ đi thì dân phở miên mẹ này mẹ cứ nên đừng chẳng anh thì comment môi tiếp bông này phở tha lẽ bia k leave lock chẳng đi với nhóm cứ miên tầm mùi ấy mỗi tiết đầm bay check mơ tờ IP và IP ấy chẳng cứ khơi nhỉ IP dưỡng cứ miên và hai nên nó sẽ snap IP chẳng dân ai cho mà check lại chị thiến cái lại machine cái lại network wifi cứ trơ ấy hostname
អានោះវាអាស្រ័យទៅលើ device ដែលយើងសេរីដែរ adapter ប្រើ Wi-Fi ព្រោះយើងប្រើ Wi-Fi យើងអត់បានប្រើខ្សែនេះណា